នៅពេលដែលទីផ្សារកំពុងតែធ្លាក់ខ្លាំងបែបនេះយើងអត់គួរណាទៅសម្រេចចិត្តទិញឬក៏សម្រេចចិត្តទៅលើការលក់នៅក្នុងអំឡុងពេលផ្សារកំពុងធ្លាក់ខ្លាំងបែបនេះទេជាទូទៅនៅពេលដែលយើងចាប់ផ្ដើមទៅលើការ trade យើងគិតថាស្ថានភាពទីផ្សារបែបណាក៏យើងអាចធ្វើការចូល trade បានដែរដោយសារតែយើងគិតថាឲ្យតែយើងវិភាគទៅឃើញថាវាអាចនឹងចុះតឬក៏វានឹងឡើងតយើងប្រកាសជា place order របស់យើងដើម្បីធ្វើការចូលផ្សាយព្រោះយើងមានអារម្មណ៍ថាបើសិនជាយើងមើលហើយយើងអត់បានចូលវាដូចអត់នៅសនុកក្នុងខ្លួនហើយមួយវិញទៀតបើចាំមិនដឹងថាពេលណាចូលបានក៏ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនរគ្នាថាផ្សារកំពុងតែធ្លាក់ខ្លាំងបែបនេះយើងអត់គួរណាទៅចូលទិញឬក៏ទៅចូលលក់ទេមូលហេតុវានៅត្រង់ថាធម្មតាកម្លាំងវាកំពុងធ្លាក់ខ្លាំងយើងអត់ដឹងថាពេលណាដែលវាអាចឡើងទៅវិញហើយវាអាចបន្តចុះទៀតអត់គឺយើងអត់ទាន់ច្បាស់ដូចគ្នាអញ្ចឹងដើម្បីយើងអាចធ្វើការចូលផ្សារនឹងបានបើសិនជាយើងចង់ទិញយើងរងចាំនឹងឲ្យផ្សារនឹងចុះឲ្យអស់ល្បឿនឲ្យអស់កម្លាំងសិនពេលដែល market loss momentum យើងរក confirmation ចូលទិញទៅតាមក្រោយដើម្បីជាសុវត្ថិភាពពីព្រោះដោយសារយើងឃើញកបិតកំពុងធ្លាក់មកយើងអាចយកដៃទៅធរបានទេវាគួរថ្នាក់អញ្ចឹងចឹងបើសិនយើងចង់ទិញយើងមើលដែរថាល្បឿនដែលវាធ្លាក់មកហ្នឹងវា slow នៅពេលណាចាំយើងមើល check លើ confirmation បន្ថែមទៀតដើម្បីធ្វើការចូលហើយមិនថាការលក់ទេធម្មតាផ្សារកំពុងធ្លាក់ខ្លាំងអញ្ចឹងយើងចង់ធ្វើការលក់តក៏មិនយើងទៅលក់ក្រោមភ្លាមៗដែរព្រោះយើងអត់ដឹងថាវាអាចធ្លាក់ទៅទៀតអត់ទេអញ្ចឹងណាបើសិនជាយើងចង់លក់តតែយើងមើលថាតម្លៃខាងលើណាដែលល្អសម្រាប់ឲ្យយើងលក់តបានអញ្ចឹងពេលតម្លៃទៅដល់ខាងលើហ្នឹងយើងនឹងសម្លឹងមើលទៅលើការលក់អញ្ចឹងយើងមានតែពីរ option ហ្នឹងទេបើសិនជាយើងចង់ទិញយើងត្រូវមើលថាពេលណាដែលផ្សារហ្នឹងខ្សោយឬក៏រៀងតម្លាក់ដៃបន្តិចចាំយើងរកកន្លែងទិញហើយបើសិនជាយើងចង់លក់ក៏យើងត្រូវមើលដែរថាតើបើពេលដែលវាឡើងទៅវិញតំបន់មួយណាដែលយើងគិតថាជាការលក់ដែលល្អអញ្ចឹងណាអញ្ចឹងសម្រាប់ទីផ្សារខ្លាំងបែបនេះសូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំត្រូវរងចាំបន្តិចសិនដែរដើម្បីមើលថាអូពេលណាវាឈប់ធ្លាក់អូខេខ្ញុំទៅទិញពេលណាបានសញ្ញាម៉ោងណាអញ្ចឹងណាអញ្ចឹងអានឹងគឺជាចំណុចសំខាន់មួយសម្រាប់ឲ្យយើងជាអ្នក trade យើងអាចលឿនលះហះពេកទេព្រោះការសម្រេចចិត្តរបស់យើងលឿនពេកវាអាចនឹងខាតហើយវាអាចនឹងធ្វើឲ្យយើងមានទម្លាប់អត់សូវល្អទៀត